សួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរគឺខ្ញុំមានមុខម្ហូបមួយយ៉ាងគឺមកបង្ហាញអ្នកទាំងអស់គ្នាសម្រាប់ទស្សនាគឺសម្លសន្លក់ផ្ទីជាមួយអានោងហើយម្ហូបស្រុកស្រែនេះដែរគឺថាឆ្ងាញ់មែនតើហើយវីដេអូនេះដែរខ្ញុំធ្វើសម្រាប់កំសាន្តលេងសម្រាប់ពុកម៉ែបងប្អូនគាត់ពិបាករកនឹកម្ហូបអត់ដឹងថាត្រូវធ្វើម្ហូបអីចឹងអាចមើលវីដេអូខ្ញុំនេះបានហើយធ្វើទៅគឺថាឆ្ងាញ់មែនតើកុំឲ្យពិបាករកនឹកយូរហើយនេះគឺជាគ្រឿងផ្សំសម្រាប់យើងធ្វើសម្លសន្លក់ថ្ងៃហ្នឹងគឺមានអានោងហើយនឹងផ្ទៃស្លឹកស្ក្រៃយើងកញីហើយយើងចងវាគូចវាបែបហ្នឹងមកហើយនឹងត្រីប្រហុកហើយគ្រឿងផ្សំរបស់យើងគឺងាយរកមែនតើបើនៅស្រុកស្រែទេគឺងាយស្រួលរកមែនតើបើនៅពេញទេគឺត្រូវទិញគេអញ្ចឹងបើថានៅផ្ទះខ្ញុំឯងអានោងវិញឡើងច្រើនហ្មងផ្ទៃវិញបើនៅពេញគឺទិញគេបន្ទាប់មកខ្ញុំក៏ធ្វើការដាក់ទឹកដាំហើយយើងដាក់ទឹកឲ្យពុះសិនមកឃើញថាឥឡូវហ្នឹងគឺទឹករបស់យើងបានពុះហើយបន្ទាប់ពីទឹកពុះមកគឺយើងដាក់ប្រហុកដើម្បីជ្រុំវាសិនហើយយើងដាក់ស្លឹកស្ក្រៃយើងចូលទៅចាហ្នឹងឥឡូវហ្នឹងគឺខ្ញុំបានធ្វើការជ្រុំប្រហុករួចហើយបន្ទាប់មកទៀតខ្ញុំក៏ធ្វើការដាក់ស្ករដាក់អំបិលនិងប៊ីចេងយើងចូលតបមកគឺខ្ញុំធ្វើការដាក់ត្រីចូលបន្ទាប់ពីដាក់ត្រីចូលហើយខ្ញុំធ្វើការគ្របឆ្នាំងហើយទុកតតែត្រីនឹងឆ្អិនបន្ទាប់ពីត្រីឆ្អិនហើយយើងក៏ធ្វើការដាក់បន្លែយើងចូលទៅអ្នកទាំងអស់គ្នាបានលើមាន់ល្ងាវនៅក្នុងវីដេអូហ្នឹងគឺថាខ្ញុំភ្ញាក់ម៉ោង5គឺភ្ញាក់ម៉ោង5គឺដឹងថាមាន់ល្ងាវហ្មងឥឡូវនេះធ្វើការដាក់បន្លែយើងចូលទាំងអស់ទៅបន្ទាប់ពីខ្ញុំដាក់បន្លែរួចហើយខ្ញុំក៏ធ្វើការគ្របឆ្នាំងគ្របរហូតទុកតតែបន្លែយើងឆ្អិនឥឡូវនេះគឺថាបន្លែរបស់យើងបានឆ្អិនហើយគឺថាមើលទៅគឺតំណងមែនតើអ្នកទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយបើសិនជាចូលចិត្តកុំភ្លេចឲ្យបេះដូងអ្នកមួយផងណា